លុះចូលមកដល់សម័យអាណានិគមនិយមបារាំងថ្មីត្បិតតែទំនៀមទម្លាប់ស្លៀកពាក់បានផ្លាស់ប្ដូរមួយចំនួនធំប៉ុន្តែរបៀបរបបការស្លៀកពាក់ពេញយុគរបស់ខត្តិយវង្សនៅរក្សាបានច្រើនរហូតដល់រជ្ជកាលព្រះបាទមុនីវង្សនៅក្នុងចំនួននោះស្ត្រីជាន់ខ្ពស់ទាំងឡាយនៅក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍និយមប្រើប្រាស់ស្បៃប៉ាក់ឬស្បៃតាតដែលមានសន្តានក្រាស់ជាងសម័យមុនបន្តិចហើយនៅបន្តរក្សាប្រវែងចុងស្បៃវែងទម្លាក់ទៅក្រោយដល់ចុងសំពត់ដដែលដោយឡែកបុរសវិញពាក់អាវសាឡបាប់និងចាប់ផ្ដើមមានហោប៉ៅ4តាំងពីសម័យនោះមកនៅក្នុងសម័យសង្គមរាស្ត្រនិយមត្រូវបានផ្លាស់ប្ដូរដោយស្នាប្រហ័សសម្ដេចព្រះមហាក្សត្រីយានីស៊ីសវត្តមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនាព្រះវរមេដាសិល្បៈវប្បធម៌របស់ជាតិខ្មែរមួយព្រះអង្គដ៏ឆ្នើមនៅក្នុងប្រវត្តិសាស្ត្រពេញមួយព្រះជន្មរបស់ព្រះអង្គស្ដេចតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសិល្បៈនិងវប្បធម៌របស់ជាតិជាធំដើម្បីធ្វើការអភិវឌ្ឍនិងអភិរក្សឲ្យកាន់តែថ្កុំថ្កើងរុងរឿងព្រះមហាក្សត្រីយានីបានធ្វើឲ្យសិល្បៈជាតិខ្មែរមានភាពជាឯកលក្ខណៈទ្រង់បូជាព្រះកាយពលនិងបរិយាទ្រព្យផ្ទាល់របស់ព្រះអង្គដើម្បីដំឡើងនិងរៀបចំឡើងវិញនៅរបៀបសម្លៀកបំពាក់និងរបាំនានាដែលជាមរតកវប្បធម៌ដូនតាយើងដែលមានជាយូរយារណាស់មកហើយសម្រាប់សម្លៀកបំពាក់និងគ្រឿងប្រដាប់របាំវិញព្រះអង្គបានត្រាស់បង្គាប់ឲ្យបង្កើតក្រុមអ្នករចនានិងដំឡើងគ្រឿងសិក្សាយ៉ាងច្បាស់លាស់ដោយបង្កើតវណ្ណកម្មថ្មីមួយក្នុងទម្រង់អត្តសញ្ញាណខេមរៈជាតិពិតៗដោយមិនចម្លងឬដោយប្រទេសជិតខាងការរៀបចំដំឡើងគ្រឿងប្រដាប់ឬសម្លៀកបំពាក់របាំត្រូវចម្លងចេញពីរូបទេពអប្សរដែលមានទឹកតាំងនៅជាប់ប្រាសាទអង្គរវត្តតាំងពីពេលនោះមកសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរមានការផ្លាស់ប្ដូរនិងក្លាយជាសម្លៀកបំពាក់ដែលមានទម្រង់ជាខេមរៈជាតិពិតៗស្ត្រីខ្មែរដែលជាកូនក្រមុំនាសម័យនោះពីនីស្បៃប៉ាក់យ៉ាងប្រណិតមានប្រើប្រាស់ស្បៃភ្លីខាងក្នុងនិងស្លៀកសំពត់សាឡបាប់ស្បៃពីនីរបស់ស្ត្រីសម័យនោះមានលក្ខណៈទន់និងប៉ាក់ល្អិតល្អិតឯប្រវែងស្បៃមិនវែងដូចមុនទេគឺចុងស្បៃខាងក្រោយដោយទម្លាក់ត្រឹមជង្គង់ដោយឡែកសក់វិញឃើញមានបួងធំធំតាមការនិយមនៅសម័យនោះនៅក្នុងសម័យសង្គមរាស្ត្រនិយមនេះយើងមានរូបថតភស្តុតាងជាច្រើនដែលបានបន្សល់ទុកបញ្ជាក់ពីភាពខ្ពង់ខ្ពស់នៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរភាពថ្កុំថ្កើងរុងរឿងត្រូវបានបញ្ចប់ដោយសម័យសង្គ្រាមហើយកាន់តែហិនហោចវប្បធម៌ដ៏ផូរផង់ត្រូវបានរលាយសូន្យសុងក្នុងរបបខ្មៅងងឹតនៃរបបប៉ុលពតកុំថាឡើយហេដ្ឋារចនាសម្ព័ន្ធសំបីតែវិស័យនានាក៏ត្រូវបំផ្លាញខ្ទេចខ្ទីជាពិសេសវិស័យវប្បធម៌ក៏ត្រូវបានលុបបំបាត់ចោលអស់ទាំងស្រុងឯកសារនានាក៏ត្រូវបានបំផ្លាញស្ទើរអស់បង្កឲ្យមានការលំបាកដល់ការស្រាវជ្រាវជាភ័ព្វសំណាងកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃ7មករាឆ្នាំ1979អ្វីបានរស់ឡើងវិញជាលើកទី2និងពោពេញទៅដោយសុខដុមរមនាមានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរក៏បានរស់រវើកឡើងវិញហើយក៏កាន់តែមានភាពប្រណិតពីមួយថ្ងៃទៅមួយថ្ងៃក្រោយថ្ងៃរំដោះសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរត្រូវបានរៀបចំឡើងវិញដោយលោកគ្រូអ្នកគ្រូនៃសាលាល្បាំព្រះរាជទ្រព្យដោយយកតាមຂ្នាតនិងទម្រង់នៃសម័យសង្គមរាស្ត្រនិយមដែលជាស្នាប្រហ័សសម្ដេចព្រះមហាក្សត្រីយានីស៊ីសវត្តមុនីវង្សកុសុមនារីរតន៍សិរីវឌ្ឍនាព្រះវររាជមេដាសិល្បៈនិងវប្បធម៌ជាតិខ្មែរតែនៅពាក់កណ្ដាលទសវត្សរ៍ទី80ប្រទេសជាតិកាន់តែមានភាពរីកចម្រើនមានការបង្កើតរបរទទួលទានសម្អាងការពេលនោះមានការរុំស្បែកខុសពីចំនួនមុនបន្តិចក្នុងគោលបំណងដើម្បីឲ្យចេញរាងស្អាតកូនក្រមុំពាក់ស្បៃជាប់នឹងដងខ្លួនបិទជិតត្រង់ពោះហើយពាត់ឈៀងទម្លាក់ចុងស្បៃមកក្រោយដល់កន្លាក់ជង្គង់ដោយមិនប្រើស្បៃភ្លីជាទ្រនាប់ទៀតទេតែនៅរក្សាបានតាមក្បួនខ្នាតនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខេមរៈជាតិ